ត្រុសគឺជាសិស្សដែលព្រះយេស៊ូវទុកចិត្តបំផុតប៉ុន្តែព្រះយេស៊ូវបានទីថានៅព្រឹកថ្ងៃដែលទ្រង់ទៅគេចាប់ខ្លួនមុនពេលមាត់រងាវពេត្រុសនឹងបដិសេធមិនទទួលស្គាល់ទ្រង់ចំនួន3 ដងហើយពិតមែននៅពេលដែលពួកយូដាបានចាប់ព្រះយេស៊ូវពេត្រុសបានដើរតាមទ្រង់ហើយបានបដិសេធមិនស្គាល់ព្រះយេស៊ូវចំនួន3 ដងបន្ទាប់មកពេត្រុសបានយំយ៉ាងខ្លាំងដោយភាពឈឺចាប់ប៉ុន្តែគាត់មិនបានទៅជួបព្រះយេស៊ូវដើម្បីសម្រក់ទឹកភ្នែកនិងទូលសូមការអត់ទោសនោះទេពេត្រុសដែលធ្លាប់ជាអ្នកដែលគួរឲ្យទុកចិត្តបំផុតបានមានអារម្មណ៍ថាខ្លួនគាត់គឺជាអ្នកបរាជ័យម្នាក់ប៉ុន្តែនៅពេលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញទ្រង់បានយាងទៅជួបពេត្រុសម្ដងទៀតតើទ្រង់ជួបគាត់នៅឯណាតែនៅកន្លែងដែលពេត្រុសបានបដិសេធទ្រង់ឬនៅជញ្ជាំងនៃទឹកភ្នែកដែលគាត់បានយំយ៉ាងខ្លាំងនោះការជួបគ្នាដ៏សំខាន់ភាគច្រើនរវាងព្រះយេស៊ូវនិងពេត្រុសគឺបានកើតឡើងនៅសមុទ្រកាលីលេការដែលព្រះយេស៊ូវហៅពេត្រុសការដែលពេត្រុសចាប់ត្រីបាននៅកន្លែងទឹកជ្រៅនិងការដែលពេត្រុសលិចទឹកក្នុងពេលកំពុងដើរលើទឹកសុទ្ធតែបានកើតឡើងនៅក្នុងស្រុកកាលីលេទាំងអស់រឿងរ៉ាវទាំងនេះភាគច្រើនបានកើតឡើងមុនពេលពេត្រុសបដិសេធព្រះយេស៊ូវទោះជាយ៉ាងណាក៏ដោយអ្វីដែលយើងអាននៅថ្ងៃនេះគឺជារឿងរ៉ាវដែលព្រះយេស៊ូវបានមកជួបពេត្រុសម្ដងទៀតនៅសមុទ្រកាលីលេបន្ទាប់ពីទ្រង់មានព្រះជន្មរស់ឡើងវិញសមុទ្រកាលីលេក៏ត្រូវបានគេហៅថាសមុទ្រទីបេរ៉ាស់ផងដែរទោះបីជាព្រះយេស៊ូវដែលរស់ឡើងវិញបានបង្ហាញអង្គទ្រង់ដល់ពួកសិស្សក៏ដោយក៏ពួកគេនៅតែមិនដឹងថាត្រូវធ្វើអ្វីបន្តទៀតដែរពេត្រុសបានសម្រេចចិត្តត្រឡប់ទៅរកទម្លាប់ចាស់របស់គាត់គឺជាការចេញទៅនេសាទត្រីហើយពួកសិស្សឯទៀតក៏បានដើរតាមគាត់ដែរប៉ុន្តែដោយហេតុផលណាមួយនោះពួកគេមិនទាន់បានចាប់ត្រីសូម្បីតែមួយក្បាលដៃទទេរបស់ពួកគេទោះបីជាបានខំប្រឹងពេញមួយយប់ក៏ដោយច្បាស់ជាមានអារម្មណ៍ស្រដៀងនឹងស្ថានភាពផ្ទាល់ខ្លួនរបស់ពួកគេក្នុងនាមជាសិស្សរបស់ព្រះយេស៊ូវដែលមិនសល់អ្វីទាល់តែសោះខណៈពេលដែលពេត្រុសនិងសិស្សឯទៀតមានអារម្មណ៍ថាទទេស្អាតប្រៀបដូចជានៅក្នុងទូទទេនោះព្រះយេស៊ូវកំពុងឈរនៅលើមាត់ច្រាំងដែលមានចម្ងាយប្រហែល100 ម៉ែត្រពួកសិស្សមិនបានស្គាល់ទ្រង់ឡើយព្រះយេស៊ូវបានហៅពួកគេដោយសំឡេងខ្លាំងៗថាកូនរាល់គ្នាអើយតើមានអ្វីបរិភោគឬទេនៅពេលពួកគេឆ្លើយថាគ្មានទេព្រះយេស៊ូវមានបន្ទូលថាចូលទម្លាក់អួនទៅខាងស្ដាំទូកនោះទៅបានពេត្រុសនិងពួកសិស្សដែលហាក់ដូចជាកំពុងអស់សង្ឃឹមក៏បានទម្លាក់សំណាញ់នៅខាងស្ដាំភ្លាមនោះអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺពួកគេចាប់បានត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់ពួកសិស្សដែលមានបេះដូងលោតញាប់បានក៏លេចទៅមើលម្ចាស់សំឡេងដែលនិយាយចេញពីមាត់ច្រាំងបន្ទាប់មកសិស្សម្នាក់បាននិយាយឡើងថានេះគឺជាព្រះអង្គម្ចាស់ហើយពេត្រុសក៏ប្រញាប់ស្លៀកពាក់រួចលោតចូលទៅក្នុងទឹកហើយរត់ទៅរកព្រះយេស៊ូវព្រះយេស៊ូវបានប្រាប់ពេត្រុសឲ្យយកត្រីដែលគាត់ទើបតែចាប់បានមកឲ្យទ្រង់ហើយពេត្រុសក៏បានធ្វើតាមដោយនាំយកត្រីមកសរុបចំនួន153ក្បាលពេត្រុសបានជួបព្រះយេស៊ូវម្ដងទៀតនៅមាត់ច្រាំងដែលពួកគេបានជួបគ្នាលើកដំបូងនៅកន្លែងដដែលប៉ុន្តែតាមរបៀបខុសគ្នាព្រះយេស៊ូវបានប្រាប់ពេត្រុសឲ្យចាប់ផ្ដើមជាថ្មីជំនួសឲ្យការស្ដីបន្ទោសគាត់ចំពោះការបដិសេធមិនស្គាល់ទ្រង់ព្រះយេស៊ូវបានបង្ហាញគាត់នូវភាពអស្ចារ្យដែលអាចកើតឡើងបាននៅពេលដែលគាត់នៅជាមួយទ្រង់បានប្រាប់គាត់ឲ្យនេសាទមនុស្សវិញមិនមែននេសាទត្រីនោះទេព្រះយេស៊ូវបានប្រាប់គាត់ថាកុំឲ្យមានការសោកស្ដាយឬស្ដាយក្រោយឡើយប៉ុន្តែត្រូវស្រឡាញ់ព្រះយេស៊ូវនិងស្រឡាញ់មនុស្សឲ្យបានកាន់តែខ្លាំងដោយដែលព្រះយេស៊ូវបានបំពេញទូកទទេដោយត្រី150ក្បាលទ្រង់ក៏បានបំពេញបេះដូងដ៏ទទេរបស់ពេត្រុសដោយក្តីស្រឡាញ់ផងដែរចំពោះយើងក៏ដូចគ្នាដែរយើងក៏ធ្លាប់ធ្វើខុសនឹងចំពោះដួលប៉ុន្តែព្រះយេស៊ូវនៅតែស្វែងរកយើងជានិច្ចហើយទ្រង់នឹងបំពេញបេះដូងរបស់យើង